លោកអនុទានឆាន់វីរៈគុលបានប្រកាសពីយុទ្ធសាស្ត្រថ្មីក្នុងសមរភូមិចាស់ដើម្បីរក្សាប្រជាប្រិយភាពក្នុងឆាកនយោបាយថៃដ៏ប្រទាញប្រទង់តាមរយៈគេហទំព័ររបស់គណៈបកភូមិចៃថៃដែលត្រូវស្រង់ផ្សាយដោយកាសែតខៅសូននាថ្ងៃទី9ខែកុម្ភៈឆ្នាំ2026លោកអនុទានបានសន្យាសង់ជញ្ជាំងព្រំដែនដើម្បីការពារអធិបតេយ្យភាពហើយនឹងយកអង្គររួមទាំងកសិផលថៃដោះដូរជាមួយនឹងយន្តហោះចម្បាំងនាវាមួយទឹកនិងអាវុធធំៗសម្រាប់ការពារជាតិគោលនយោបាយសន្តិសុខដែលគណៈបករបស់លោកអនុទានបានផ្សព្វផ្សាយបញ្ជាក់ថាជញ្ជាំងព្រំដែនជារឿងចាំបាច់ដើម្បីទប់ស្កាត់ការលួចនាំចូលកសិផលខុសច្បាប់ការជួញដូរគ្រឿងញៀនកម្លាំងពលកម្មខុសច្បាប់និងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនប៉ុន្តែអ្វីដែលធ្វើឲ្យគម្រោងនេះក្លាយជាប្រធានបទក្តៅក្រោយការបោះឆ្នោតជាតិថៃគឺយុទ្ធសាស្ត្រយកកសិផលទៅបដូរយកអាវុធគណៈបករបស់លោកអនុទានលើកឡើងថាការទិញយន្តហោះចម្បាំងនាវាចម្បាំងឬក៏សពាវុធធំៗពីបរទេសនឹងត្រូវចរចាដោយផ្អែកទៅលើការទិញអង្គរកៅស៊ូដំឡូងមីនិងពោតពីថៃវិញគោលបំណងគឺបញ្ចេញស្តុកលើសទប់តម្លៃធ្លាក់និងធ្វើឲ្យតម្លៃនៅកសិដ្ឋានកើនឡើងក្នុងន័យនយោបាយនេះមិនមែនជាគោលនយោបាយសន្តិសុខធម្មតាទេក៏ប៉ុន្តែជាសារដើម្បីលើកប្រជាប្រិយភាពរបស់បកចំពោះកសិករលោកអនុទានកំពុងសន្យាថាអង្គរនឹងមិនត្រូវគាំងនៅក្នុងស្តុកទៀតទេចំពោះអ្នកគាំទ្រជាតិនិយមវាជាសញ្ញាថាប្រទេសថៃនឹងត្រូវបានការពារដោយអាវុធនិងព្រំដែនរឹងមាំចំពោះអ្នកវិភាគវិញនេះគឺជាការបញ្ចូលបញ្ហាសន្តិសុខនិងសេដ្ឋកិច្ចដើម្បីរក្សាការគាំទ្រក្រោយទទួលបានអាសនៈ193នាំមុខគេជោគជ័យរបស់លោកអនុទាននេះគឺបានបញ្ជាក់ឲ្យឃើញថាប្រជាបរតថៃហាក់ដូចជាគាំទ្រសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាពីព្រោះដោយដែលយើងបានឃើញហើយនៅក្នុងការឃោសនាក្នុងអំឡុងពេលឃោសនាបោះឆ្នោតនោះគឺអនុទាននឹងបេក្ខជនមកពីគណៈបករបស់គាត់គឺគណៈបកគុំចៃថៃហ្នឹងគឺបានប្រើប្រាស់វោហារសាស្ត្រនយោបាយធ្ងន់ធ្ងរជាច្រើនពាក់ព័ន្ធជាមួយនឹងការធ្វើសង្គ្រាមឈ្លានពានជាមួយនឹងប្រទេសកម្ពុជាដូច្នេះលទ្ធផលនេះគឺវាបង្ហាញឲ្យឃើញអំពីទំនោររបស់ប្រជាជនថៃពាក់ព័ន្ធជាមួយនឹងសង្គ្រាមឈ្លានពានប្រទេសកម្ពុជារបស់យើងក៏ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំគិតថាលទ្ធផលនៃការបោះឆ្នោតនេះវានឹងមិននាំឲ្យមានការប្រែប្រួលខ្លាំងទៅលើស្ថានភាពទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជាថៃទេហើយយើងបានដឹងច្បាស់ហើយពីទំនោរនយោបាយនិន្នាការនយោបាយនិងយុទ្ធសាស្ត្ររបស់គណៈបកភូមិចៃថៃជាពិសេសរបស់អនុទានផ្ទាល់តែម្ដងគឺជានឹងអ្នកដែលមានទំនោរអភិរក្សនិយមរាជានិយមជ្រុលនៅក្នុងសង្គមថៃម្ល៉េះហើយការហៅយកបញ្ហាព្រំដែនជាមួយនឹងប្រទេសកម្ពុជាឬក៏ការប្រកាន់អយាប័តតឹងរឹងជាមួយនឹងប្រទេសកម្ពុជាคล้ายទៅជារបៀបវិរៈនយោបាយសំខាន់របស់ពួកអភិរក្សនិយមនៅក្នុងប្រទេសថៃហ្នឹងចឹងទេស្ថានភាពព្រំដែនក៏នៅតែមានភាពតានតឹងហើយហានិភ័យនៃសង្គ្រាមជុំទី3ជុំទី4ទៀតក៏មិនប្រកាសថាអត់តែយ៉ាងណាក៏ដោយក្នុងកលៈទេសៈនេះប្រសិនបើប្រទេសថៃក្រោមការដឹកនាំរបស់លោកអនុទានជ្រើសរើសយកការធ្វើសង្គ្រាមឈ្លានពានបន្តទៀតនៅលើប្រទេសកម្ពុជាខ្ញុំគិតថាវានឹងធ្វើឲ្យប្រទេសថៃជួបបញ្ហាច្រើនទៅថ្ងៃមុខទាំងបញ្ហាសេដ្ឋកិច្ចទាំងបញ្ហាការទូតក៏ដូចជាមុខមាត់របស់ប្រទេសថៃលើឆាកអន្តរជាតិដែរដោយសារតែយើងឃើញថាជាកម្រិតសេដ្ឋកិច្ចផ្ទៃក្នុងគឺថៃក៏កំពុងតែជួបបញ្ហារហូតដល់គេដាក់រហស្សនាមថាជានិច្ចជំងឺអាស៊ីដូច្នេះបើសិនជាគាត់នៅតែបន្តចេះរើសយកសេណារីយ៉ូដដែលរបៀបវិរៈដដែលអាហ្នឹងគឺបញ្ហាប្រទេសថៃកាន់តែធ្ងន់ធ្ងរសម្រាប់កម្ពុជាយើងខ្ញុំគិតថាយើងនៅបន្តមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈខ្ពស់គ្រប់សេណារីយ៉ូទាំងអស់មិនថាជាសេណារីយ៉ូសង្គ្រាមសេណារីយ៉ូការទូតសេណារីយ៉ូផ្លូវច្បាប់អន្តរជាតិសេណារីយ៉ូពង្រឹងជំរុញការផ្សព្វផ្សាយជាពិសេសគឺពង្រឹងសាមគ្គីឯកភាពជាតិផ្ទៃក្នុងរបស់យើងឲ្យខ្លាំងកុំឲ្យមានការបែកបាក់រវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលរវាងប្រជាពលរដ្ឋជាមួយនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងនិយាយរួមទៅគឺគ្រប់ផ្នែកគ្រប់កោសិកានៃសង្គមរបស់យើងចាំបាច់ត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជាកម្លាំងជាភាពធន់ផ្ទៃក្នុងរបស់យើងហើយយើងបន្តធ្វើការងារសំខាន់ដទៃទៀតក្រៅពីការងារព្រំដែនតាក់ទងជាមួយនឹងការពង្រឹងភាពធន់ខាងផ្នែកសេដ្ឋកិច្ចការ
បង្កើតនៅឱកាសការងារមុខរបរជូនប្រជាពលរដ្ឋនឹងការកែតម្រូវស្ថាប័នលុបបំបាត់អំពើពុករលួយបពុនិយមនិងធ្វើឲ្យអភិបាលកិច្ចរដ្ឋរបស់យើងកាន់តែរឹងមាំមានប្រសិទ្ធភាពហើយបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងផលប្រយោជន៍ជាតិយូរអង្វែងនឹងគឺជាចំណុចដែលយើងត្រូវគិតពិចារណាបាទយើងមានប្រសាសន៍របស់លោកបណ្ឌិតយ៉ងពៅអគ្គលេខាធិការនៃរាជរដ្ឋាភិបាលកម្ពុជាលោកនាងស្ដាប់យោបល់ក៏ដូចជាទស្សនៈរបស់លោកបណ្ឌិតបន្តិចប្រសិនបើយើងពិនិត្យមើលប្រភពព័ត៌មានដែលផ្សាយអំពីការបោះឆ្នោតនៅប្រទេសថៃដែលបានបញ្ចប់នៅថ្ងៃទី8 ខែកុម្ភៈឆ្នាំ2026នេះយើងបានឃើញថាគណៈបកភូមិใจថៃដែលដឹកនាំដោយអនុทิនឆានរៈគុលទទួលសម្លេងឆ្នោតគ្រប់ទឹកគ្រប់ដីក្នុងអាសនៈសភាគឺផាកផែជិត200អាសនៈបើខ្ញុំបានឃើញព័ត៌មានបាទឬក៏អាចប្រែប្រួលបន្តិចបន្តួចអញ្ចឹងព័ត៌មាននេះទួលបាននេះយើងបានគេតម្លៃថាទី1គឺប្រជាជនថៃបានផ្អែកទៅលើចរន្តជាតិនិយមបាទគឺលោកអនុทินបានធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាជាឈ្នន់ជាតិនិយមសម្រាប់ការឆ្ពោះទៅដណ្ដើមអាសនៈសភានៅការបោះឆ្នោតថ្ងៃទី8 កុម្ភៈ 2026ហ្នឹងមុនបោះឆ្នោតនោះទៀតអនុทินក៏បានចូលគាល់មហាក្សត្រវិចារាលង្កននេះក៏ជាសញ្ញាណមួយបានបង្ហាញថាទំនាក់ទំនងរវាងអនុทินឆានរៈគុលនិងព្រះមហាក្សត្រដែលជាអ្វីដែលប្រទេសថៃប្រជាជនថៃគោរពសក្ការៈខ្លាំងដល់តម្លៃហើយអនុทินក៏ឡងទៅដែលធ្វើសង្គ្រាមឈ្លានពានប្រទេសកម្ពុជាបានការបង្ហាញថាខ្លួនមានទំនាក់ទំនងជាមួយយោធាអញ្ចឹងហើយនេះគឺជាលបែងយុទ្ធសាស្ត្រនយោបាយរបស់លោកអនុทินឆ្ពោះមកកាន់កៅអីនាយករដ្ឋមន្ត្រីស្របច្បាប់ស្របតាមការបោះឆ្នោតស្របតាមច្បាប់បោះឆ្នោតស្របតាមធម្មនុញ្ញនៃប្រទេសថៃយើងរំពឹងថាខ្ញុំរំពឹងថាលោកអនុทินនេះនឹងក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសថៃតាមរយៈការបោះឆ្នោតនេះក្រោយពីការពិនិត្យបច្ច័យរួចរាល់តាមច្បាប់នៃប្រទេសថៃពីព្រោះដូចយើងបានរៀបរាប់ខាងដើមគឺអនុทินមានសម្ព័ន្ធល្អជាមួយយោធាមានទំនាក់ទំនងល្អជាមួយព្រះបរមរាជវាំងហើយបានធ្វើឈ្នន់ជាតិនិយមក្នុងការឈ្លានពានទឹកដីកម្ពុជាបំពេញចរន្តជាតិនិយមនៃប្រជាជនថៃអញ្ចឹងហើយអនុทินនឹងក្លាយជានាយករដ្ឋមន្ត្រីប្រទេសថៃខ្ញុំរំពឹងថានៅពេលដែលអនុทินជានាយករដ្ឋមន្ត្រីប្រទេសថៃតាមរយៈការបោះឆ្នោតយើងរំពឹងថាលោកអនុทินនឹងដឹកនាំប្រទេសថៃវិលមករកភាពប្រក្រតីនៃដំណើរការស្វែងរកការចរចាគ្នាក្នុងកម្រិតទ្វេភាគីពហុភាគីក្តីជាជាងធ្វើសង្គ្រាមដែលបង្ហាញនៅអេរិយាបថប្រទេសថៃចន្លោមខាងប្រឆាំងនឹងច្បាប់អន្តរជាតិចឹងប្រសិនបើអនុทินបានចង់កែប្រែមុខមាត់ប្រទេសថៃគឺគួរតែត្រូវវិលមកការចរចាគ្នានិងស្វែងរកដំណោះស្រាយតាមច្បាប់អន្តរជាតិនិងការទូតអន្តរជាតិជាជាងការធ្វើសង្គ្រាមដែលធ្វើសង្គ្រាមនេះបានបង្ហាញនៅប្រទេសថៃនៅភាពចន្លោមខាងខូខើហើយធ្វើឲ្យអន្តរជាតិបានមើលឃើញប្រទេសថៃក្នុងរបៀបនេះហើយប្រទេសថៃចំណុចទី2គឺប្រទេសថៃក៏ត្រូវការស្ដារកិត្តិយសប្រទេសរបស់ខ្លួនដែលអាប់បាក់មុខនៅក្នុងសង្គ្រាមត្រូវស្ដារសេដ្ឋកិច្ចរបស់ប្រទេសថៃឡើងវិញបាទស្ដារសេដ្ឋកិច្ចប្រទេសថៃត្រូវតែស្ដារនៅក្នុងកិត្តិយសប្រទេសថៃដែរអញ្ចឹងអនុทินជាប់ជានាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោតខ្ញុំរំពឹងថាអនុทินនឹងស្ដារប្រទេសស្ដារទំនាក់ទំនងស្ដារមុខមាត់ប្រទេសថៃនៅក្នុងកិច្ចការអន្តរជាតិរួមនឹងស្ដារសេដ្ឋកិច្ចប្រទេសថៃក៏ប៉ុន្តែអានេះគឺជាការរំពឹងរបស់យើងជាបញ្ញវន្តដែលយើងមើលពីខាងក្រៅរីឯការសម្រេចចិត្តយ៉ាងណាគឺអាស្រ័យទៅលើប្រទេសថៃអ្នកនយោបាយថៃនិងអ្នកជាតិនិយមថៃខ្លួនឯងបាទចំពោះកម្ពុជាគឺយើងត្រូវត្រៀមខ្លួនគ្រប់សេណារីយ៉ូដែលថៃងាកមកប្រក្រតីភាពក្នុងការធ្វើការក្នុងយន្តការទាំងទ្វេភាគី GBC JVC យន្តការអាស៊ាននិងយន្តការច្បាប់ផ្សេងទៀត
គឺកម្ពុជាត្រូវត្រៀមសេណារីយ៉ូរីឯសេណារីយ៉ូមួយទៀតដែលថៃតែងតែបង្ហាញភាពច្រឡំខាមគឺប្រើកម្លាំងកម្ពុជាត្រូវតែត្រៀមទប់ទល់បន្ថែមទៀតបាទពីព្រោះយើងដឹងហើយថាអ្វីដែលយើងមានសុធិនិយមចង់ធ្វើការក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយនេះជាគំនិតសុធិនិយមរបស់កម្ពុជាប៉ុន្តែកម្ពុជាក៏ត្រូវត្រៀមកម្លាំងសម្រាប់ការឆ្លើយតបបែបកម្លាំងរបស់ភាគីថៃដែរมันអាចឲ្យគេរុលចូលហើយរុលចូលទៀតតាមតែគេចង់បាននោះទេអញ្ចឹងត្រង់នេះយើងត្រូវត្រៀមគ្រប់សេណារីយ៉ូរបស់ថៃដែលមានគំនិតបន្តឈ្លានពានទឹកដីកម្ពុជាប្រសិនបើកម្ពុជាភ្លេចខ្លួនភ្លេចអភិវឌ្ឍសមត្ថភាពថៃនៅតែបង្ហាញភាពច្រឡំខាមយកទឹកដីកម្ពុជាបន្តទៀតចាពីខាងលោកបណ្ឌិតជ័យតិចវិញគាត់ក៏ជាអ្នកដែលតាមដានដិតដល់ដែរអំពីស្ថានភាពភូមិសាស្ត្រនយោបាយជាពិសេសគឺកន្លងទៅបញ្ហាចំនួនព្រំដែនរវាងកម្ពុជាយើងជាមួយនឹងប្រទេសថៃការជាប់ឆ្នោតដល់ទឹកភ្លុកដីរបស់គណៈបកភូមិใจថៃរបស់លោកអនុទានឆាន់វរៈគុលនេះគឺជាហានិភ័យមួយក្នុងការស្ដារនៅទំនាក់ទំនងរវាងកម្ពុជាថៃហើយជាពិសេសនោះគឺការដោះស្រាយបញ្ហាការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយដែលយើងបានដឹងទាំងអស់គ្នាហើយគឺគណៈបកភូមិใจថៃរបស់លោកអនុទាននេះប្រើប្រាស់នៅសង្គ្រាមឈ្លានពានលើដែនអធិបតេយ្យភាពដ៏កម្រោលដើម្បីទាញយកសន្លឹកឆ្នោតហើយក៏ដូចជាការបំផិតបំភ័យអ្នកបោះឆ្នោតហើយមានការភ័យខ្លាចទៅលើការកើតសង្គ្រាមទៅលើការបាត់បង់ទឹកដីក៏ដូចជាបើសិនជាគណៈបកភូមិใจថៃមិនជាប់ឆ្នោតនោះនឹងអាចមានរដ្ឋប្រហារជាដើមបាទដែលបញ្ហាទាំងនេះគឺលោកអនុទានបានប្រើប្រាស់គម្រាមកំហែងក៏ដូចជាដើម្បីទាញយកសម្រាប់ឆ្នោតជាពិសេសនោះគឺគោលនយោបាយរបស់លោកថានៅពេលដែលលោកជាប់ឆ្នោតបង្កើតរដ្ឋាភិបាលថ្មីលោកនឹងធ្វើការកសាងនៅព្រំដែនបាទគេហៅថារបងព្រំដែនដ៏រឹងមាំជាមួយនឹងកម្ពុជាដូច្នេះទេហានិភ័យកម្រិតខ្ពស់ឬក៏កម្រិតទាបនោះគឺអាស្រ័យទៅលើការរៀបចំនៅរាជរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណៈបកភូមិใจថៃនេះបើសិនជាគណៈបកភូមិใจថៃចាប់ដៃបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណៈបកភឿថៃនោះការដោះស្រាយបញ្ហាព្រំដែនក៏ដូចជាការកសាងនៅទំនាក់ទំនងបញ្ហាពាណិជ្ជកម្មបើកព្រំដែនលក្ខណៈនឹងអាចមានភាពធូរស្រាលជាងអ្វីដែលគណៈបកភូមិใจថៃមិនមានសម្ព័ន្ធភាពជាមួយនឹងគណៈបកភឿថៃហើយទៅជាកសាងជាមួយនឹងគណៈបកខ្លាខំក៏ដូចជាគណៈបកសម្ព័ន្ធមិត្តមួយចំនួនទៀតដែលមកពីរាជានិយមហើយនឹងយោធានោះគឺហានិភ័យកាន់តែខ្ពស់បាទក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងកម្ពុជានៅក្នុងសេណារីយ៉ូដែលរាជរដ្ឋាភិបាលថ្មីដឹកនាំដោយគណៈបកភូមិใจថៃនេះបាទគឺថៃនឹងលេងនៅសង្គ្រាមមួយចំនួនមកលើកម្ពុជាក្នុងនោះគឺនឹងអាចប្រើប្រាស់នៅសង្គ្រាមយោធាដើម្បីដណ្ដើមនៅអធិបតេយ្យភាពរបស់កម្ពុជាបន្ថែមទៀតហើយក៏ដូចជាការធ្វើនៅសង្គ្រាមការទូតសង្គ្រាមព័ត៌មានបច្ចេកវិទ្យាសង្គ្រាមចិត្តសាស្ត្របាទដែលរុញឲ្យកម្ពុជាអស់ការអត់ធ្មត់ហើយប្រើកម្លាំងមុននោះគឺនឹងដាក់បន្ទុកនៅលើកម្ពុជាបង្កកំហុសមកលើកម្ពុជាពីការរំលោភទៅលើបទចម្បាញ់ជាដើមហើយបង្កើតនៅសង្គ្រាមជាមួយនឹងកម្ពុជានៅជុំទី3ជាដើមបាទដូច្នេះទេជារួមគឺកម្ពុជាយើងត្រូវធ្វើការឆ្លើយតបបាទតាមរយៈការគៀងគោនៅអន្តរជាតិបាទអ្នកអង្កេតការអន្តរជាតិស្ថានទូតក៏ដូចជាមហាអំណាចផ្សេងចុះទៅមើលផ្ទាល់ដល់កន្លែងដែលថៃបានឈ្លានពានមកលើព្រំដែនសីមារបស់កម្ពុជាយើងប្រើប្រាស់នៅផ្លូវច្បាប់នៅការទូតបាទក៏ដូចជាការដាក់ពាក្យបណ្ដឹងទៅស្ថាប័នអាស៊ានស្ថាប័នអង្គការសហជីវជាតិស្ថាប័នតុលាការជាដើមទី2គឺត្រូវពង្រឹងនៅសេដ្ឋកិច្ចទីក្នុងដូចជាការបង្កើននៅការផលិតជាដើមហើយធ្វើពហិការនៅទំនិញរបស់ថៃបាទដើម្បីជាការឆ្លើយតបទៅលើបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយនឹងប្រទេសថៃទី3កម្ពុជាយើងត្រូវតែដើរតួនាទីហើយនឹងលើកបញ្ហាចំនួនការឈ្លានពាននេះបាទទៅនឹងឯគេហៅថាក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោក Donald Trump ហើយកម្ពុជាជាសមាជិកដែលនឹងរៀបចំប្រជុំនៅក្នុងខែកុម្ភៈ2026នេះនៅ New York នៅសហរដ្ឋអាមេរិកយើងលើកយកបញ្ហានេះបាទទៅដល់ឲ្យជួយដោះស្រាយឲ្យក្រុមប្រឹក្សាសន្តិភាពនេះដើម្បីជួយដោះស្រាយរោគយុទ្ធធម៌មកកម្ពុជាជាដើមទី4គឺកម្ពុជាត្រូវតែពង្រឹងនៅគេហៅថាអាវុធយុទ្ធភ័ណ្ឌនិងកងកម្លាំងយោធារបស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនេះបាទគឺសហរដ្ឋអាមេរិកបានបើកឲ្យមានការទិញនៅអាវុធយុទ្ធភ័ណ្ឌពីសហរដ្ឋអាមេរិកហើយដូច្នេះទេយើងប្រើប្រាស់ថវិការបស់យើងក្រៅពីទិញ Boeing 20គ្រឿងពីសហរដ្ឋអាមេរិកយើងត្រូវតែទិញនៅសព្វវិវុធបាទទំនើបពីសហរដ្ឋអាមេរិកដើម្បីការពារជាតិរបស់យើងជាពិសេសគឺតាក់ទងទៅនឹងគេហៅថាប្រព័ន្ធការពារដែនអាកាសយន្តហោះចម្បាំងក៏ដូចជា drone ជាដើមដើម្បីការពារប្រទេសរបស់យើងពីការឈ្លានពានបាទរបស់ប្រទេសថៃពីព្រោះថាការឈ្នះឆ្នោតរបស់គណៈបក
ภูมิใจไทยนะបាទគឺជាការលើកទឹកចិត្តទៅដល់សាធារណជនថៃលើកទឹកចិត្តទៅដល់អ្នកនយោបាយថៃដើម្បីប្រើប្រាស់បញ្ហាឆ្លៀនពៀនមកលើកម្ពុជានេះដ៏មានប្រជាប្រិយភាពក្នុងការឈ្នះឆ្នោតក្នុងការចំណេញនៅនយោបាយរបស់ខ្លួនសម្រាប់ពេលបច្ចុប្បន្នក៏ដូចជាសម្រាប់នៅពេលអនាគតខាងមុខទៀតដែលគេនឹងប្រើប្រាស់បញ្ហានេះដើម្បីចំណេញនយោបាយដើម្បីឈ្នះឆ្នោតដើម្បីដឹកនាំរាជរដ្ឋាភិបាលថៃនៅពេលខាងមុខទៀតនៅក្នុងយុទ្ធនាការបោះឆ្នោតនោះក្រៅពីការសន្យាជាមួយប្រជាពលរដ្ឋបើគណៈបករបស់លោកឈ្នះឆ្នោតនោះគឺនឹងធ្វើរបងរឹងមាំនៅតាមព្រំដែនបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃលោកក៏បានសន្យាផងដែរនឹងមិនបើកព្រំដែនច្រកព្រំដែនជាមួយនឹងកម្ពុជាក្នុងការដោះដូរទំនិញក្នុងការឲ្យមានប្រកក្តីភាពឡើងវិញទេពីបញ្ហាបើកច្រកព្រំដែនជាមួយនឹងកម្ពុជា